បាទបងប្អូនយើងមកបន្តទៀតហើយបងប្អូនណាវេលាថ្មនេះម៉ោង3:40នាទីគឺបងប្អូនជាសឹកបាទមកបដាទៀតដោយសារក៏រកកន្លែងស្នាក់នៅពិបាកបងប្អូនមកគ្រប់កន្លែងខ្លះក៏ជាអៀតកន្លែងខ្លះទៅក៏នៅឆ្ងាយអញ្ចឹងបានមកដល់កន្លែងវត្តឧបសាទនេះគឺកន្លែងល្អបងប្អូនបាទពេញវិនចាញ់ពេញមិនប៉ុនចានពេញដល់វគ្គនេះទៀតខ្ញុំមិនគង់មកដែរទៀតទៅដល់ណាចេះទៅដល់ណាខ្ញុំមកបាទទៅដល់ខាងសឺអូទៅដល់សឿឲ្យបបមកវិញទេមិនទឹមនឹងទៅទឹមទៅហ៎ចាបាទហើយអ៊ីណាឈួតថាសំណប់ចិត្តអី2នាក់បាទហ្នឹង3នាក់3នាក់តែមួយនេះពលឡានអូពលឡានដេកមួយបាទហ្នឹងពលឡានពលម៉ូតូអូសំណប់ចិត្តឲ្យទៅណាយកតាមហ្នឹងស្នោនោះហើយលឺក្តឹងវាចិត្តតែផ្អើលអូមែនហ្នឹងយើងស្រឡាញ់អាណាទៅរួចទៅខ្លួនឯងចុះមន់ទីអីអត់យកស្កែអត់ទេអត់មានអត់មានមន់មានទីអីមានចាគូអីក៏អត់ដែរអត់មានទេមានតែចាគាត់តែមានគូដល់ម៉ូមានគូដឹកគូមកមិនរួយអាមកចោលក៏ពិបាកអាទុកនៅនោះក៏ពិបាកមុខគាត់ស្រឡាញ់មែនទេនេះសំណងគេចេះដែរនេះច្រើនលើកច្រើនសាកមិនមានចេះបាត់បាទនៅជិតព្រំដែនអញ្ចឹងរត់ចោលស្ដាយគ្នាអាណិតគ្នានេះចាណាគេយកមកតាមមិនទៅចេញមកព្រឹកមិញដែរនេះចាមកតាំងពីព្រឹកនេះផ្ទះអូគាត់តែម៉ូតូយើងតែមួយនៅបាក់រំតែយើងចេះទៀតពិបាកមានតាមស្រួលតែហ្នឹងហើយចាដល់ពេញតាំងពីមកមិញពេញហើយស្ដាយអាផ្លូវយើងធ្វើមិនទាន់ហើយស្ទះផ្លូវធ្វើមិនទាន់ហើយមិញគេនេះក្រាបផងនេះហ្នឹងណាមកព្រៃចំណោមចំណោមកាត់ទៅគួងអូទៅអូចំណោមទៅត្រង់ផ្លូវកាត់តែខ្លាចតែពិបាកអត់ទេគេជីហើយគេជីឲ្យស្រួលហ៎ជីឲ្យគេប្រាប់ហើយមានឡានមកបណ្ដោយអូចឹងបងប្អូនមកប៉ោយប៉ែតមិនចាំមកកាត់ផ្លូវជាតិលេខ5មកតាមកាត់វាមកកាត់វាចូលតាមផ្លូវអូខេដនខ្ញុំឃើញគេមកទៅអូឃើញគេមកប្រើផ្លូវមិនគិលផ្លូវក៏ខ្ញុំមកផ្លូវត្រង់នេះបាទតែពីព្រឹកអូបើទៅតាមគេដល់លឿនអត់ដឹងផ្លូវ